ប្រតិកម្មរបស់សម្ដេចតេជោទៅកាន់ម៉ាឡេស៊ីដែលជាប្រធានអាស៊ាននោះដើម្បីឲ្យធ្វើកិច្ចការងារពីរលោកមានជំនាញនិងបទពិសោធន៍តាក់ទងរឿងកិច្ចការងារទាំងអស់ហ្នឹងឥឡូវនេះសូម្បីតែថៃហ្នឹងក៏វាផ្អើលចេះណាពួកអាសៀមកតបនេះវាប្រើអាវុធយុទ្ធភ័ណ្ឌគ្រឿងផ្ទុះបាញ់សិតតែកំភ្លើងត្បាល់សិតតែអីខ្លួនវាចោតខ្មែរអានេះវាចេតនាបកហេតុតាមពិតហ្នឹងពួកអាសៀមកតបនេះវាចង់បង្កើតតែសង្គ្រាមទេវាអត់ចង់និយាយរឿងខុសរឿងត្រូវតាមបែបអន្តរជាតិឬក៏ដោះស្រាយដោយសន្តិវិធីទេអានេះកំណត់របស់វាសម្ដេចតេជោលោកដឹងចាក់ត្រូវចំណុចមកលោកឲ្យរក្សាផុសតាងជាក់ស្ដែងតាក់ទងរឿងដៅគ្រាប់រឿងអីហ្នឹងដើម្បីឲ្យក្រុមកិច្ចការងារអនុព័ន្ធយោធាហ្នឹងគេចុះទៅយកព័ត៌មានចុះទៅថតយកភាពជាក់ស្ដែងឥឡូវនេះសំបីថៃប្រតិកម្មដែរតាវាខ្លាចដែរតាវាមិនមែនថាវាមិនខ្លាចទេប្រទេសវានឹងអត់មានអាណាស្ដាប់អាណាទេហើយអំណាចស្ដេចនោះអំណាចហួសព្រំដែនណាអាមេរិកថ្ងៃអត់សប្បាយចិត្តទេអត់សប្បាយចិត្តនឹងសៀមទេបើកុំតាអាមេរិកវាផ្ទះក៏ភ្លៀងខ្លាំងមែនតើកុំអីអាស្វាសៀមនេះវាមិនងាយទេខ្ញុំប្រាប់ចេតនារបស់វាគឺបកហេតុបកសង្គ្រាមយើងមើលទៅរាល់ថ្ងៃនេះបងប្អូនឃើញស្រាប់ហើយវាជាប់ឈ្មោះជាកពូចោនៅក្នុងតំបន់អាស៊ីហើយប្រទេសណាក៏គេស្អប់ខ្ពើមទេគេខ្ពើមរអើមហ្មងហើយក្នុងមួយរយៈពេលចុងក្រោយនេះអាស្រុកសៀមនេះតាំងពីស្ដេចតាំងពីមន្ត្រីតែធ្វើការក្រមប្រជាស្ដេចនោះគួតទាំងអស់ហើយនិយាយពីប្រទេសនៅលើពិភពលោកនេះគេធុញទ្រាន់ចុយម៉ែស្អប់ហើយចេះតែកាន់ឯកសារយកទៅនិយាយបំភ្លៃការពិតនៅអន្តរជាតិគិតតែគេនឹងវាចេះតែជឿវាគ្រប់គ្នាអីក៏មិនបើយើងនិយាយពីបដាសានិងទំនាយវាដូចជាដល់